ហ្នឹងហើយជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនាំទស្សនីយភាពមួយដែលមានការប្លែកចិត្តដែរនៅក្នុងប្រទេសកូរ៉េធម្មតាទេនៅក្នុងប្រទេសកូរ៉េទីណាក៏មានមនុស្សច្រើនទីណាក៏មានប្រជាជនច្រើននិងទីប្រជុំជនជាច្រើនបែបហូរហែផងដែរប៉ុន្តែជាក់ស្ដែងនៅកន្លែងនេះគឺជាទីកំសាន្តនៅក្នុងលក្ខណៈសួនបុរាណដែលគេបោះបង់ចោលខ្ញុំចង់និយាយថាសួនដែលគេបោះបង់ចោលនេះមិនមែនដីនៅប្រទេសកូរ៉េហ្នឹងគឺអត់តម្លៃទេធម្មតាដីនៅក្នុងប្រទេសកូរ៉េគឺមានតម្លៃណាស់ប៉ុន្តែដោយសារតែដីនេះដីជាដីរបស់រដ្ឋជាដំបូងឡើយហ្នឹងគឺជាសួនកំសាន្តលក្ខណៈថាចុងសប្តាហ៍គេមានសូបង្ហាញពីការបាញ់ទឹកនោះអាកន្លែងវងមូលដែលមានចង្គៀងហ្នឹងអាហ្នឹងគឺកន្លែងបាញ់ទឹកឯងបងប្អូនអរគ្នាសូម្បីតែរចនារបស់ចង្គៀងនៅកណ្ដាលវងមូលហ្នឹងក៏លក្ខណៈចេញមកស្ទាយបុរាណដែរហើយកន្លងជុំវិញហ្នឹងគឺជាកន្លងដែលកន្លែងគេអង្គុយលេងដបូលមានភាពបែកបាក់មានកន្លែងអង្គុយលេងហើយឈើសុទ្ធតែឈើប្រណិតបងប្អូនអរគ្នាហើយមកដល់កន្លែងនេះគឺខ្ញុំស្មានថាកន្លែងហ្នឹងជាភោជនីយដ្ឋានតាមពិតពេលដែលខ្ញុំដើរចូលទៅគឺជាបន្ទប់ទឹកទីសាធារណៈនៅក្នុងសួនបុរាណហ្នឹងទេហើយការតិចរចនាប័ទ្មនេះម៉ូដនៃសិល្បៈគឺចេញមកគឺបុរាណតែម្ដងបាទប៉ុន្តែពីខាងក្នុងគឺគេមានការកែតម្រូវសារថ្មីគេមានការជួសជុលឲ្យវាទាន់សម័យដាក់កញ្ចក់ដាក់អីចឹងទៅគឺគេនៅតែបំរើនៅទីសាធារណៈហ្នឹងគឺជាបន្ទប់ទឹកធម្មតាទេហើយខ្ញុំដើរកន្លងហ្នឹងគឺគេបិទពណ៌សមិនដឹងថាគេពីដំបងឡាយកន្លែងហ្នឹងកន្លែងទិញសបុតលេងឬក៏អីខ្ញុំអត់ដឹងដូចគ្នាហើយទីខ្ពស់ដែលខ្ញុំអុលទៅហ្នឹងគឺកន្លែងគេវាយកូនហ្គោលបច្ចុប្បន្ននេះបងប្អូនអរគ្នាធម្មតាកូរ៉េគឺគេចូលចិត្តណាស់គេចូលចិត្តណាស់កីឡាវាយកូនហ្គោលហ្នឹងដោយសារតែប្រទេសគេគឺជាប្រទេសដែលអ្នកមានច្រើនអីចឹងណាហើយក្បែរហ្នឹងក៏មានចំណតឡានគេដឹកប្រេងឥន្ធនៈយកមកចតនៅទីហ្នឹងហើយសួននេះធំបងប្អូនអរគ្នាទីធ្លាសួននេះធំណាស់ហើយស្ងាត់ចងំយើងមើលទៅមានលក្ខណៈទ្រុឌទ្រោមដែរហ្នឹងមាត់ទ្វារសុំប្រួចអីហ្នឹងកញ្ចក់អីក៏គ្មានអ្នកសម្អាតគ្មានជូតស្អីទេឥឡូវខ្ញុំដើរទៅសំដៅទៅនេះវិញកន្លែងសួនហើយខ្ញុំនឹងទៅបង្ហាញផ្ទះបុរាណបើខ្មែរយើងគេហៅថាសាលាឆោទៀនឲ្យបងប្អូនបានឃើញថាវាមានសភាពបែបម៉េចតើរចនាបថឬក៏សិល្បៈនៃការតុបតែងរបស់គេហ្នឹងវាដូចទៅនឹងខ្មែរឬក៏ចិនដែរឬទេអញ្ចឹងខ្ញុំចាប់ផ្ដើមដើរចូលទៅសាលាឆាវទៀនបើភាសាកូរ៉េខ្ញុំក៏អត់ដឹងថាគេហៅថារបៀបម៉េចដែរគេលក្ខណៈថានេះគ្រាន់តែជាពហិមួយដែលចាស់ពីដើមរបស់កូរ៉េគេតែងតែធ្វើដើម្បីតំណាងទីតាំងឬក៏ការជួបជុំបុណ្យសាសនាអីផ្សេងខ្ញុំក៏អត់ដឹងដូចគ្នាដែរណាព្រោះអីខ្ញុំជាក្មេងជំនាន់ក្រោយហើយរស់នៅកូរ៉េក៏មិនយូរប្រហែលដែរហើយក៏មិនដឹងថាពីសិល្បៈឬក៏ទំនៀមទម្លាប់សាសនាអីគឺខ្ញុំអត់ដឹងដូចគ្នាគ្រាន់តែខ្ញុំមកបង្ហាញនេះគឺបង្ហាញពីទស្សនវិជ្ជាពីក្នុងពីក្រៅតិចតួចម៉ូដហើយបងប្អូនមើលគេដាក់ហ្នឹងគេគឺមានកន្លែងអង្គុយសងខាងលក្ខណៈចូលសម្រាកចូលអីចឹងប៉ុន្តែគេធ្វើរនាំងលក្ខណៈថាចម្រឹងនៅពីខាងសងខាងនៃមាត់ច្រកចូលកន្លែងអង្គុយហ្នឹងប៉ុន្តែមិនដឹងថារចនាបថម៉ូដឬក៏គេដាក់ខាំងការពារកុំឲ្យជនអនាថាឬក៏ជនគ្មានទីជម្រកចូលនៅអញ្ចឹងព្រោះឯងខ្ញុំឃើញអាវឃើញអីនៅចោលនៅគៀននឹងដែរអញ្ចឹងណាអញ្ចឹងពីដើមឡើយប្រហែលជាមានហើយព្រោះអីនៅតាមទីសាធារណៈពេលខ្លះក៏មានអ្នកសុំទានដែរនៅក្នុងប្រទេសកូរ៉េបងប្អូនឃើញនោះក៏អាវហ្នឹងគឺមានចាស់ទ្រុឌទ្រោមហើយលហែកអីហើយក៏អាវហ្នឹងយូរហើយមិនដឹងអ្នកណាយកបោះចោលហើយទស្សនវិជ្ជាអាលីខ្ញុំដើរចេញទៅវិញហើយបងប្អូនអរគ្នាបងប្អូនមើលទៅថាដែកឬក៏កញ្ចុះមួយហ្នឹងវាថ្លៃធម្មតាធ្វើអត់តម្លៃថ្លៃដែរហ្នឹងហើយបងប្អូនសូមទស្សនាឲ្យឈើខ្ញុំទាត់ចង់បង្ហាញពីថាពីឈើហ្នឹងមិនមែនឈើលក្ខណៈឈើសិប្បនិមិត្តទេបងប្អូនអរគ្នាឈើនេះគឺឈើប្រណិតយើងមើលទៅដូចកញ្ញូងដូចអីអញ្ចឹងវាអត្តនាតន័យទេជាប់រាប់រយ10 20ឆ្នាំអត្តនាសោះ